នំបញ្ចុកទឹកស្លខ្មែរគឺជាមុខម្ហូបមួយដែលខ្ញុំចូលចិត្តញ៉ាំខ្លាំងជាងគេហ្មងនិយាយទៅគឺឲ្យតែទៅផ្ទះពេលណាគឺទៅរកតែកន្លែងដែលគេលក់នំបញ្ចុកទឹកស្លខ្មែរហ្នឹងហ្មងគឺទៅគឺចូលចិត្តខ្លាំងហ្មងណាហើយថ្ងៃនេះក៏ជាលើកទី1របស់ខ្ញុំដែរដែលខ្ញុំមកសាករៀនធ្វើជាមួយនឹងទឹកសម្លនំបញ្ចុកខ្មែរហ្នឹងណាគេទៅអត់ធ្លាប់ដែរធ្វើពីមុនមកឯងអត់ចេះធ្វើសុទ្ធហ្មងធ្លាប់តែទិញគេញ៉ាំស្រាប់ជាងការនៅផ្ទះចឹងទៅម៉ាក់គាត់ធ្វើឲ្យញ៉ាំចឹងណាមកថ្ងៃនេះមកបញ្ចេញស្នាដៃផ្ទាល់ខ្លួនឯងហ្មងនិយាយទៅគឺធ្វើម្នាក់ឯងមកចាប់ទាំងអស់ហ្មងអត់មានណាគេមកជួយធ្វើទេបើសិនជាមានបងប្អូនណាចង់ចេះធ្វើទឹកសម្លនំបញ្ចុកខ្មែររបស់យើងហ្នឹងក៏ភ្លេចមើលវីដេអូរបស់ខ្ញុំនេះពីដើមរហូតដល់ចប់គឺខ្ញុំធានាឲ្យថារសជាតិគឺឆ្ងាញ់ខ្លាំងមែនតើហ្មងខ្ញុំធ្វើលើកទី1ប៉ុន្តែរសជាតិចេញមកអែមបដ ாய் មុនចាប់ផ្ដើមធ្វើគឺខ្ញុំត្រូវសម្អាតត្រីឲ្យវាស្អាតល្អសិនឲ្យវាជ្រះម្អិលជ្រះអីហើយមកចាប់ផ្ដើមស្ងោរជាមួយនឹងគ្រឿងក្រូចស្លឹកក្រូចគល់ស្លឹកគ្រៃរំដេងហ្នឹងដើម្បីឲ្យវាកាត់ក្លិនឆ្អាបហើយបងប្អូនមិនបាច់ស្ងោរយូរពេកដូចខ្ញុំចឹងទេខ្ញុំស្ងោររឿងជ្រុលទៅវារឿងចង់ផុយសម្រាប់គ្រឿងក្រូចដែលខ្ញុំដាក់ពីខាងដើមវីដេអូហ្នឹងគឺត្រូវបុកឲ្យវារឿងម៉ត់សិនណាចាំបន្ថែមសណ្តែកដីបុកជាមួយទៀតណាបានក្លិនវាឈ្ងុយមើលតែគ្រឿងក្រូចដែលយើងបានបុករឿងម៉ត់ល្មមហើយចាប់ផ្ដើមដាក់សាច់ត្រីបុកចូលជាមួយនឹងគ្រឿងទាំងអស់ហ្មងបុកធ្វើម៉េចឲ្យវាស្អិតល្មួតចូលគ្នាត្រង់ចំណុចកន្លែងហ្នឹងបើសិនបងប្អូនចង់យកទឹកដែលស្ងោរត្រីរួចហ្នឹងមកជ្រុំជាមួយនឹងគ្រឿងរបស់យើងចាំចាក់ចូលក៏បានដែរប៉ុន្តែទឹកដែលខ្ញុំដាំហ្នឹងវាអត់សូវពុះម៉ែវានៅក្តៅអ៊ុនៗណាអញ្ចឹងយើងអាចចាក់គ្រឿងហ្នឹងចូលទៅបានយើងកូរវាភ្លាមហ្មងដើម្បីកុំឲ្យសាច់ត្រីរបស់យើងគឺវាឆ្អិននៅដុំហើយសម្រាប់ផ្ដើមចាក់ទឹកខ្ទិះដូងទី2ចូលមកហើយបងប្អូនកុំភ្លេចបន្ថែមជាមួយនឹងផុកដែលយើងជ្រុំរួចយើងជ្រុំយកតែទឹកទេបើអត់ប្រហុកក៏រសជាតិទឹកស្លខ្មែររបស់យើងក៏អត់ឆ្ងាញ់ហាត់ឈ្ងុយដែរហើយបានបន្ថែមជាមួយនឹងស្ករត្នោតខ្មែរយើងទៀតណារសជាតិទឹកស្លនំបញ្ចុកខ្មែរមួយមុខហ្នឹងគឺកាន់តែមានរសជាតិឆ្ងាញ់សម្រាប់គ្រឿងក្រូចស្ករប៊ីចេងបងប្អូនដាក់តាមការចូលចិត្តបងប្អូនភ្លក់តែមើលរសជាតិដែលបងប្អូនចង់បានហើយតែប៉ុណ្ណឹងបងប្អូនបន្ថែមទឹកខ្ទិះដូងទី1ហ្នឹងខ្ទិះដូងដើមគឺចាក់ចូលតែប៉ុណ្ណឹងជាការស្រេចហើយយើងរងាស់វាមកពុះទៅបិទភ្លើងជាការស្រេចយើងអាចយកមកញ៉ាំបានហើយបើនិយាយពីក្លិនមកពុះនឹងវិញគឺក្លិនឈ្ងុយមកផ្អាមកភូមិហ្មងក្លិនឈ្ងុយគ្រឿងបុកយើងផងជាមួយនឹងសាច់ត្រីមានសណ្តែកដីមានអីទៀតណាពីណាគេដែលមិនស្រក់ទឹកមាត់ឥឡូវហ្នឹងគាត់នៅឃើញពណ៌សម្បល់ទឹកស្លនំបញ្ចុកគឺពណ៌លឿងល្អហ្មងគឺពណ៌ស្អាតស្រស់មែនតើហ្មងឃើញគឺចង់ញ៉ាំនំបញ្ចុកបាត់ហើយមើលជាមួយនឹងផ្លែលក់របស់យើងគឺខ្ចីនិយាយទៅគឺមានគ្រប់មុខមានទាំងសញ្ញងចេកមានជីមានអីមកចាប់មកសំខាន់ណាស់នំបញ្ចុកទឹកស្លខ្មែររបស់យើងគឺឆ្ងាញ់ដោយសារលបាយនឹងតែមានលបាយគ្រប់មុខទៀតណាដាក់នំបញ្ចុកពីបេចានអស់ក៏អត់ដឹងខ្លួនដែរចានតែញ៉ាំកន្លែងគេបន្ថែមនេះបន្ថែមនោះលបាយគឺឆ្ងាញ់មែនតើហ្មងខ្ញុំម្នាក់ឯងអស់ពីបេចានដឹងខ្លួនហើយអ្វីដែលខ្វះមិនបានជាមួយនឹងនំបញ្ចុកទឹកស្លខ្មែររបស់យើងហ្នឹងគឺម្ទេសអាចសាច់ហ្នឹងបងប្អូនគឺត្រូវជាមួយនឹងនំបញ្ចុកទឹកស្លខ្មែរយើងហ្នឹងហ្មងណាយើងញ៉ាំនំបញ្ចុកមួយម៉ាត់ដាក់ម្ទេសពី3គ្រាប់ចូលក្នុងមាត់ហាំខាំក្រឹបទៅគឺខ្ញុំចូលចិត្តហ្មងរឿងនំបញ្ចុកនេះមួយម្ទេសយ៉ាងតិចក៏អស់50-60គ្រាប់ម្នាក់ឯងដែរសម្រាប់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះក៏ជិតដល់ទីបញ្ចប់ដែរកុំភ្លេចជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ